ចឹងនេះជារបៀបប្រើប្រាស់ Google Form នៅក្នុង Google ចឹងយើងសរសេរមក Google Form បន្តមកទៀត click វាមកហើយវានឹងនាំយើងចូលទៅដល់កន្លែងនេះហើយចឹងយើងចុចយកកន្លែងសញ្ញាបូកហ្នឹងមកដើម្បីបង្កើត link ថ្មីចឹងយើងចុចខាងលើហ្នឹងចំណងជើងចឹងយើងចង់ឲ្យគេធ្វើអីចឹងយើងឧទាហរណ៍យើង count stock ចុះចឹងយើង count stock យើងសរសេរគេដឹងមក count stock តមកទៀតមានសំណួរហើយនឹងចម្លើយចឹងសំណួរយើងចង់សួរពីអីចឹងយើងឲ្យគេខាងលើហ្នឹងយើងថា SE ចុះចឹង SE ជាឈ្មោះឧទាហរណ៍ឈ្មោះរបស់ cell ចឹងភាសា cell 3នាក់ឈ្មោះតិចយើងឲ្យគាត់ tick មកចឹងយើងទៅសេឈ្មោះឲ្យគាត់ស្រាប់មកចឹងឧទាហរណ៍ឈ្មោះ A តមកឈ្មោះ B តមកឈ្មោះ C ចឹងខាងក្រោមនេះយើងចុចដើម្បីឲ្យគាត់ត្រូវតែឆ្លើយសំណួរហ្នឹងបើអត់ឆ្លើយទេតមកអត់រួចទេចឹងបន្តមកទៀតយើងទៅបង្កើតសំណួរមួយទៀតដាក់ name of product ចឹងយើងចង់សួរគេអីយើងដាក់ក្នុងហ្នឹងមកហើយ name of product តមកទៀតយើងជ្រើសរើសយកចម្លើយ short answer ឬមួយក៏ឲ្យគាត់ tick អញ្ចឹងបើសិនជា product យើងតិចយើងឲ្យគាត់ tick មកអញ្ចឹងឧទាហរណ៍ដូចមានតែ2 product ចុះសល់កាត់អញ្ចឹងទៅហើយសំណួរហ្នឹងត្រូវតែឆ្លើយដូចគ្នាបើអត់ឆ្លើយទេតមករួចដូចគ្នា submit អត់ទៅទេអញ្ចឹងចុងក្រោយយើងដាក់ចំនួនមកអញ្ចឹងចំនួនអញ្ចឹងចំនួននេះយើងអាចឲ្យគាត់សរសេរបានអញ្ចឹងយើងដាក់ short answer តែត្រូវតែឆ្លើយដូចគ្នាបន្តមកទៀតយើងបង្កើត link អញ្ចឹងយើងចុចកន្លែង public ហ្នឹងមកហើយយើងចុចឲ្យកន្លែងរូបវងហ្នឹងមកហើយយើង copy link ហ្នឹងហើយយើងយកទៅផាសក្នុង Telegram ឬមួយក៏ក្នុងអីមួយដើម្បីឲ្យគេ join link ហ្នឹងកើតអញ្ចឹងខ្ញុំផាសក្នុង Telegram ចុះអញ្ចឹងបន្ទាប់ពីយើង key enter នៃចូលយើងបង្កើត link ឡើងនេះមួយមកហើយយើង respond វាដើម្បី export ទៅនៃចេញចានេះជាអ្វីដែលខ្ញុំវាយមិញមានម៉ោងមានថ្ងៃមានម៉ោងមានកន្លែងខ្ញុំ key in មាន SE អីហ្នឹងមាន name product មានអីចឹងទៅមានចំនួនមានអីចឹងទៅហើយបន្តមកយើងចូលឡើង file ដើម្បីconvert វាទៅជា Excel ចូលឡើង download ហើយចូលឡើង Excel ហ្នឹងមកហើយពេលវា download ពេញវា load ឡើងព្រួយខាងលើអញ្ចឹងយើងចូលឡើងព្រួយហ្នឹងមកវានឹង convert ពីអាហ្នឹងទៅជា file របស់ Excel យើងអាចយកទៅ filter ឬមួយក៏ធ្វើអីផ្សេងៗបានអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេនេះសម្រាប់ Google Form